ចំពោះរឿង Spider-Man Brand New Day អត់ទាន់មាន trailer ទេប៉ុន្តែយើងមាន leak មួយទាក់ទងទៅនឹង Spider-Man នឹងប្រើសំណាញ់ចេញពីខ្លួនហ្មងលែងប្រើ web shooter ហើយនិយាយសួរស័ព្ទទៅគឺ Spider-Man របស់យើងនឹងប្រើ organic web ដោយ Tobey Maguire ដែលបាញ់សំណាញ់ចេញពីខ្លួនឯងផ្ទាល់ហ្មងហើយការបែកធ្លាយ leak ហ្នឹងគឺវាចេញមកពី collaboration សហការគ្នាជាមួយនឹង Noam Takis ហើយនឹងតាបច្ចុប្បន្នដែលយើងឃើញមានរូប Spider-Man Brand New Day តែនៅពេលហ្នឹងគឺយើងអត់ឃើញមាន Spider-Man ប្រើ web shooter ទេទាំងដែលនៅក្នុងfootage ដែលគេបានបង្ហាញយើងចំពោះរឿង Spider-Man Brand New Day មួយខែមុនហ្នឹងគឺបានឃើញ Spider-Man ប្រើ web shooter ថ្មីដែលជា web shooter មួយចំនួនទៀតអត់មានប្រើ technology របស់ Tony Stark ឬក៏ technology ដូចឡូចទេគឺចេញមកធម្មតាសាមញ្ញដូចតែតិចទ្វារតិចបអូយើងអញ្ចឹងប៉ុន្តែដោយសារតែគេឃើញ collaboration ហ្នឹងគឺ Spider-Man យើងអត់មានប្រើអីទេបាញ់ចំណាញ់ជិះមកពីដៃធម្មតាហ្មងទៅយើងអាចសន្និដ្ឋានបានថាអាហ្នឹងគឺអាចមានភាពកាត់ឡើងមែនណាមួយ collaboration ជាមួយនឹង Noam ជាមួយនឹងរបស់មួយចំនួនហ្នឹងគឺពេលខ្លះវាអាចនិយាយបានថាចំពោះស្រុកគេគឺវាភានភាគរយច្រើនមែនទែនដែលវាពិតដោយការរឿង Deadpool និង Wolverine ដែលថាគេបែកធ្លាយតាក់ទងទៅនឹង Wolverine ប្រើកៅអៅប្រើមួកcomic accurate ហ្នឹងនៅលើកំប៉ុងទឹកហើយនៅពេលដែលយើងទៅមើលរឿងគឺហ្នឹងហើយគេប្រើ Batman ចឹងហើយយើងចាំមើលទាំងអស់គ្នាថាតើ leak ហ្នឹងពិតឬមួយក៏អត់តើ Spider-Man យើងហ្នឹងនឹងបាញ់សំណាញ់ចេញពីខ្លួនឯងផ្ទាល់ហ្មងឬមួយក៏បន្តប្រើ web shooter ធម្មតាទៀតបើមិនយើងនិយាយពី organic web ឬមួយក៏ការបាញ់សំណាញ់ចេញពីខ្លួនឯងផ្ទាល់ហ្នឹងហ្មងវាគឺជាផ្នែកមួយនៃ mutation របស់ Spider-Man បានន័យថា Spider-Man វិវត្តតាមពលទៅមកកម្រិតទៀតអញ្ចឹងណាប៉ុន្តែអាហ្នឹងគ្រាន់តែជា stage អញនិយាយមកថា stage ដំបូងទេតែមានកម្រិតឬមួយក៏ដំណាក់កាល mutation បន្តទៀតគឺ Spider-Man យើងនឹងខ្លាយទៅជា Man Spider ដែល Man Spider ហ្នឹងគឺពេញពីងសុតប្រោយដៃ6អីមុខមានពុនពីងភ្នែក6អញ្ចឹងទៅគឺបីសាច់ពេញពីងប្រោយហើយយើងកុំភ្លេចថានៅក្នុង Spider-Man Brand New Day ហ្នឹងគឺមានតួអង្គ Incredible Hulk មួយក៏ Bruce Banner ដែលគាត់គឺជាអ្នកវិទ្យាសាស្ត្រវៃឆ្លាតអញ្ចឹងប្រហែលជារឿងហ្នឹងអាចពាក់ព័ន្ធទៅនឹងការវិវត្តតាមពលរបស់ Spider-Man របស់យើងក៏ថាបានដែរហើយបើសិនជាក្នុងករណីorganic web ហ្នឹងវាពិតមែនខ្ញុំគិតថាweb shooter ហ្នឹងគឺវាអាចជាផ្នែកមួយដែលថាវាជួយសម្រួលឬមួយក៏ជួយឲ្យការបាញ់សំណាញ់ហ្នឹងវារៀងច្បាស់ជាងមុនឬមួយក៏មានភាព creative ជាងមុនអីចឹងទៅអាហ្នឹងយើងចាំមើលទេហើយចំពោះ theory ឬមួយក៏ទស្សនវិជ្ជាខ្ញុំគិតថាគួរចាប់អារម្មណ៍មែនទែនដោយសារតែមើលទៅ Spider-Man របស់យើងគេអាចនឹងធ្វើឲ្យមានថាមពលរៀងគាត់មកជាមុនដើម្បីត្រៀមខ្លួនចេញដើរតែឯងអញ្ចឹងណាហ្នឹងហើយវាគួរចាប់អារម្មណ៍ក្នុងហ្នឹងដែរហើយបើការបែកធ្លាយតាក់ទងទៅនឹងកតា collaboration ជាមួយនឹង Spider-Man ហ្នឹងក៏យើងបានឃើញនៅតួអង្គ villain ផ្សេងៗដែលមកពី gallery របស់ Spider-Man ដែលអាចបង្ហាញមកនៅក្នុង Spider-Man Brand New Day ក្នុងហ្នឹងគឺយើងឃើញមាន Boomerang, The Incredible Hulk ហើយនឹងមួយទៀតគឺ Scorpion បន្ថែមលើរឿងនេះយើងបានដឹងថា Spider-Man របស់ Tom Holland គឺមានថាមពលមកពីពីងខាំហ្នឹងបានត្រឹមតែតោងជាងហើយនឹងមាន Spider-Sense ទេហើយក៏ដូចជាមានថាមពលខ្លាំងជាងមុនអញ្ចឹងទៅបើមិនជារឿងនឹងពិតមែនគឺប្លែកខ្លាំងមែនទែនក៏ប៉ុន្តែ trailer ក៏អត់មានការ confirm ច្បាស់លាស់ក៏អត់មានដែរវាគ្រាន់តែជា theory យើងគិតសប្បាយទេចឹងហើយយើងចាំមើលទាំងអស់គ្នាថាមានអីកើតឡើងហើយអ្នកនរគ្នាគិតមិនដែរអាច comment ប្រាប់ផងមានតែប៉ុណ្្នឹងទេសន្តិភាព